មុខម្ហូបថ្ងៃនេះអត់មានអីច្រើនទេបងប្អូនចាគឺចៀនពងទាជាមួយនឹងផ្កាប្រូកូលីហើយសម្រាប់ការចៀនពងទាជាមួយផ្កាប្រូកូលីនេះវិញគឺជាដំបូងនាងខ្ញុំហាន់ផ្កាប្រូកូលីហើយយកទៅស្រុះវាសិនបងប្អូនចាបន្ទាប់មកនាងខ្ញុំធ្វើការលាយពងទាជាមួយនឹងស្ករប៊ីចេងជាមួយនឹងម្សៅស៊ុបហើយនឹងទឹកប្រេងខ្យងហើយយើងស្រង់ផ្កាប្រូកូលីយកមកដាក់លាយជាមួយនឹងពងទាដែលយើងបានលាយគ្រឿងមិញហ្នឹងមកបងប្អូនចាហើយសម្រាប់ពងទាផ្នែកលឿងនេះវិញនាងខ្ញុំមកធ្វើការលាយគ្រឿងដូចគ្នាអញ្ចឹងបងប្អូនចាដាក់តែស្ករប៊ីចេងជាមួយនឹងម្សៅស៊ុបហើយនឹងទឹកប្រេងខ្យងបន្តិចនិយាយរួមគឺយើងយករសជាតិបែបឡែមអត់យកប្រៃពេកទេបងប្អូនចាបន្តមកទៀតនាងខ្ញុំមកធ្វើការចៀនជាមួយនឹងផ្កាប្រូកូលីនេះមុនបងប្អូនចាចៀនវាឲ្យឆ្អិនហើយចាំយើងមូរវាបងប្អូនហ្នឹងហើយមូរវាឲ្យមូរដូចកាតេលអញ្ចឹងបន្ទាប់មកយើងដូរទុកមួយឡែកសិនណាយើងមកធ្វើការចៀនជាមួយនឹងពងទាផ្នែកលឿងវិញម្ដងបងប្អូនចាចៀនវាឲ្យឆ្អិនប្រហែលមិញនេះហើយយើងមកធ្វើការយកអាពងទាដែលយើងបានចៀនហើយហ្នឹងយកមកដាក់ពីលើអញ្ចឹងមកយើងមកធ្វើការមូរវាដូចគ្នាអញ្ចឹងហ្នឹងហើយមូរបែបហ្នឹងហើយបងប្អូនចាបន្ទាប់មកទៀតយើងមកធ្វើការកាត់វាជាកង់ឲ្យងាយស្រួលញ៉ាំនិយាយរួមទៅបើសិនជាយើងញ៉ាំបែបទាំងវែងអញ្ចឹងវាអត់តំណងអត់ឆ្ងាញ់អញ្ចឹងបងប្អូនចាយើងកាត់វាខ្លីៗបែបនេះមកយើងដាក់ទឹកជាមួយនឹងទឹកពេញប៉ោះពីលើនិយាយថារសជាតិឆ្ងាញ់ហើយមិនត្រឹមតែឆ្ងាញ់ទេគឺឆ្អែតបានយូរទៀតផងបងប្អូនចាញ៉ាំអស់តែ2ដុំទេគឺឆ្អែតមកព្រឹកតែម្ដង